នេះមិនលៀបបានមកជិតមួយខែហ៎ ចាជិតមួយខែ ហ្នឹងហើយមិនដែលលៀបចូលស្បៃល្អ ចូល មើលលៀបឲ្យគឺមើលមកថាគេកុហកបងប្អូនអ្នកហេបាទហ៊ានប្រកួតយក2000អត់ហេមើលមិនហ៊ានអត់ ហ៊ាន អូខេអញ្ចឹងបងប្អូនអត់ដែលមានរូបថតអត់ដែលឲ្យផ្ញើឲ្យទាំងអស់ហ៊ានអត់ហ៊ានថតរូបទេអញ្ចឹងខ្ញុំមកប្រាប់ថាបើសិនជាចង់ប្រកួតយក2000ត្រូវតែថតរូបផ្ញើឲ្យពូយល់ទេឲ្យផ្ញើទៅ page ធំរបស់លោកជំទាវយល់អត់ថតវាអ្នកថាយើងថតជាប់មួយដៃរបស់យើងហើយរូបថតពីមុនអ្នកអត់ទាន់លាបលេមានអត់ មាន ចាំថតនឹងផ្ញើឲ្យពូណា ចា ផ្ញើពីនឹងទៅហើយសួយទៅហើយសួយមិនសួយមិនបងលោកជំទាវគាត់ឲ្យមែនអត់កុហកអីហ្នឹងអ្នក500មិនស្រួលហើយលាបអត់ទាន់បាន2000ផងឃើញសកម្មភាពបាយផុសរាល់ថ្ងៃណា feedback មួយនឹង page រាល់ថ្ងៃមិនស្រួលអាចបាន500 500បើ500មកអស់ចិត្តទេអាច1000យល់ទេតម្រុំទៅដល់2000ហ្នឹងស្រួលអាចបាន$500យល់អត់ព្រោះអីលេចូលបាននេះជាផលិតផលរបស់កូនខ្មែរយើងហើយលេចូលបាននេះគឺជាស្តង់ដាររបស់ខ្មែរយើងមានច្បាប់ពីនេះទាំងអស់យល់ទេហើយឲ្យមានដាក់រង្វាន់ដាក់ក្នុងកំប៉ុងលេទេហើយចង់បានលុយពិតតើឡើងផឹងលៀបហើយលៀបលេហ្នឹងជាយើងឃ្លុំវាយល់ទេឃ្លុំយើងឃ្លុំឲ្យចិត្តមកហើយទី2ឥឡូវសួស្ដីបងប្អូនអ្នកគ្នាថ្ងៃនេះខ្ញុំបានមកជួបក្មួយស្រីបើយើងគិតថាក្មួយទៅហៅខ្ញុំអ៊ំហើយដល់ពេលខ្ញុំគិតថាហៅអ៊ំនោះរៀងចាស់ពេកខ្ញុំឲ្យហៅធំពូបានហើយអញ្ចឹងណាហើយក្មួយស្រីគាត់នៅខាងភ្នំស្រួយបាទហើយគាត់បានប្រើប្រាស់ជាមួយលេចូលបោករបស់យើងអស់ចូលចិត្ត2កំប៉ុងហើយចិត្តមួយខែហើយដល់ពេលតែគាត់មើលតាមវីដេអូរបស់ខ្ញុំទៅគាត់ឃើញពូលាបសចង់យកមកលាបដែរឥឡូវនេះលាបសហើយម្ដាយនោះក៏ចង់កាត់ស្តុកមកឲ្យកូនលក់ហើយដល់ពេលខ្ញុំឮថាគ្រូសាគាត់ក៏ជាអ្នកទូធាដែរហើយតែមួយរយៈនេះគាត់ក៏មានបញ្ហាសេដ្ឋកិច្ចហើយខ្ញុំគិតថាបើនិយាយត្រូវគ្នាហើយជីវិតវាមិនសូវខុសគ្នាប្រហែលនេះក៏ចង់ចុះមកជួបណាបងប្អូនអរគ្នាបងប្អូនលេតែ1គីឡូនេះខ្ញុំចុះជិះមក80គីឡូជាងបាទដោយសារគេដោយសារតែគាត់ជា fan របស់ចូលបាអញ្ចឹងហើយឥឡូវនេះគាត់ខ្ញុំគិតថាអាចប្រកួតយក$2000បានពីលោកជំទាវទ្រីណាតែទៅមុខទៀតអាចយក$10000គាត់ថាបានដែរសួស្ដីក្មួយបាទពេលគេថាសួស្ដីទេជំរាបសួរអៀនអត់ចេះនិយាយអត់ចេះអីទេបងប្អូនអរគ្នាមកអញញឹមហើយហៅមកឲ្យធ្វើវីដេអូហ្នឹងក៏មិនហ៊ានទេអញ្ចឹងណាអញ្ចឹងអ្វីដែលខ្ញុំចង់ជួបគាត់នេះមិនលាបបានមកជិតមួយខែហ៎ ចាជិតមួយខែ ហ្នឹងហើយមិនដែលលាបចូលស្បៃល្អ ចូល មើលលាបឲ្យគឺមើលមកថាគេកុហកបងប្អូនអ្នកហេបាទហ៊ានប្រកួតយក2000អត់ហេមើលមិនហ៊ានអត់ ហ៊ាន អូខេអញ្ចឹងបងប្អូនអត់ដែលមានរូបថតអត់ដែលឲ្យផ្ញើឲ្យទាំងអស់ហ៊ានអត់ហ៊ានថតរូបទេអញ្ចឹងខ្ញុំមកប្រាប់ថាបើសិនជាចង់ប្រកួតយក2000ត្រូវតែថតរូបផ្ញើឲ្យពូយល់ទេហើយផ្ញើទៅ page ធំរបស់លោកជំទាវយល់អត់ថតវាអ្នកថាយើងថតជាប់មួយដៃរបស់យើងហើយរូបថតពីមុនអ្នកអត់ទាន់លាបលេមានអត់ មាន ចាំថតនឹងផ្ញើឲ្យពូណា ចា ផ្ញើពីនឹងទៅហើយសួយទៅហើយសួយមិនសួយមិនបងលោកជំទាវគាត់ឲ្យមែនអត់កុហកអីហ្នឹងអ្នក500មិនស្រួលហើយលាបអត់ទាន់បាន2000ផងឃើញសកម្មភាពបាយផុសរាល់ថ្ងៃណា feedback មួយនឹង page រាល់ថ្ងៃមិនស្រួលអាចបាន500 500បើ500មកអស់ចិត្តទេអាច1000យល់ទេតម្រុំទៅដល់2000ហ្នឹងស្រួលអាចបាន$500យល់អត់ព្រោះអីលេចូលបាននេះជាផលិតផលរបស់កូនខ្មែរយើងហើយលេចូលបាននេះគឺជាស្តង់ដាររបស់ខ្មែរយើងមានច្បាប់ពីនេះទាំងអស់យល់ទេហើយឲ្យមានដាក់រង្វាន់ដាក់ក្នុងកំប៉ុងលេទេហើយចង់បានលុយពិតតើឡើងផឹងលៀបហើយលៀបលេហ្នឹងជាយើងឃ្លុំវាយល់ទេឃ្លុំយើងឃ្លុំឲ្យចិត្តមកហើយទី2ឥឡូវនេះលទ្ធផលទទួលបានសហើយបន្តពីអ្នកម្ដាយដើរលក់តាមផ្ទះផុសលក់តាម page យល់អត់តាម Facebook របស់យើងបើគាត់តែអ៊ីមអ៊ីនអញ្ចឹងធ្វើមិនបានទៅបងប្អូនលៀបលេសបានលទ្ធផលហើយអត់ព្រមយកលុយគេហៅថាកាត់ឥឡូវកាត់មកលក់អីណាធ្វើម៉េចនេះយកចំណូលពីលេហ្នឹងដើម្បីយកទិញលេមកលក់ឲ្យលៀបទៀតយល់អត់គឺនៅលឺបងប្អូនត្រូវបរៀនច្រើនណាស់ពេលខ្លះគាត់មានគ្រប់បែបយ៉ាងអស់ហើយតែគាត់អត់ធ្លាប់រកស៊ីអត់ធ្លាប់លក់អត់ធ្លាប់ដូរបងប្អូនគាត់មើលនៅក្នុងគេហៅនៅក្នុងស្រុកក្នុងភូមិរបស់យើងនៅក្នុងព្រៃហើយមានក្មេងស្រីសស្អាតលៀបលេចូលបាសង្ងំក្នុងព្រៃអត់មានអ្នកណាដឹងហ្នឹងអញ្ចឹងណាអញ្ចឹងពីថ្ងៃនេះទៅលៀបឲ្យថាព្រឹកថ្ងៃនេះលៀបរហូតទៅយកអាស្លេកស្លេកសស្លាំងព្រោះលោកមន្ត្រីគាត់ពងស្វែងរកអ្នកយក$10000ទៀតយល់អត់យល់ទេលៀបខ្លុំណាឆ្នាំនេះអាយុប្រហែលភ្លេចសួរអាយុ10កំពុងដាក់លេចូលហ្នឹងដាក់លេចូលល្អមកណាអញ្ចឹងលេចូលបារបស់យើងយកទៅលក់មកកំប៉ុង20000ណាពេលដែលក្មួយយកទៅលក់ឲ្យគេទាំងសិបា28000យល់ទេ
hay phọt lụa chỉ riêng rồi ngay làតាម Facebook របស់យើងណាផតមក selfie ខ្លះ video ខ្លះមកបងប្អូនណាឥឡូវនេះលេខ្មែរលោកជំទាវអីចឹងណានិយាយការពិតយល់ទេទីទៀតអាចបានលុយហើយយល់អត់អូខេបងប្អូនអ្នកគ្នាមានតែប៉ុណ្ណឹងកុំភ្លេចជួយ share វីដេអូក្មួយស្រីផងអ៊ំអៀនច្រើនណាស់បាទលួចលៀបលេស្ងាត់ទិញមកស្ងាត់ចេះតែមាននិស័យខ្ញុំមិនមែនមាននិស័យមីកូនទេមាននិស័យមួយម៉ែឪបាទចង់រៀនលក់មិនហ៊ានលក់ហ៊ានលៀបតែអត់ហ៊ានលក់ទេអញ្ចឹងខ្ញុំត្រូវចង់មកជួបផ្ទាល់អញ្ចឹងបាទអញ្ចឹងហើយមានតែប៉ុណ្ណឹងទេមានអីតាមផ្ញើបងប្អូនយើងជួយគ្រប់ត្រូលខ្លះមើលនិយាយមើលនិយាយមើលប្រាប់ថាមកសាពះពូនិយាយបើសិនជាឃើញក្មួយស្រីលក់លេលក់អីរបស់លោកជំទាវត្រៀមណាបងប្អូនណាកុំភ្លេចជួយទិញគាត់ផងមកកំប៉ុងទូច 20000 កំប៉ុងធំ 50000 ជួយទិញគាត់ផងទៅចង់រលុយបាទស្រឡាញ់ស្បែកចង់សដែរតែមិនហ៊ាននិយាយគិតមិនឡើយហ៎អរគុណបងប្អូនបាទ